សម័យចតុមុខគ្រិស្តសករាជ1432ដល់1525ជាសម័យកាលដែលមានការតស៊ូរំដោះនគរឲ្យរួចពីការឈ្លានពានរបស់ពួកសៀមនិងពោរពេញដោយទំនាស់កាប់សម្លាប់ក្នុងរាជវង្សានុវង្សដែលមានព្រះមហាក្សត្រគ្រងរាជ្យចំនួន7អង្គ1ព្រះបាទពញាយ៉ាត1421ដល់1463ជាក្សត្រមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រ6អង្គដែលមានកិត្តិនាមល្បីល្បាញក្នុងប្រវត្តិសាស្ត្រខ្មែរដោយទ្រង់បានរំដោះនគរឲ្យរួចពីការឈ្លានពានរបស់ពួកសៀមលើកទី2និងជាក្សត្រចុងក្រោយនៃសម័យអង្គរដែលបានបោះបង់ក្រុងអង្គរឲ្យមកតាំងរាជធានីនៅទួលបាសានរួចក៏តាំងនៅចតុមុខគឺភ្នំពេញសព្វថ្ងៃ2ព្រះបាទនរោរាជា1463ដល់1469 3ព្រះបាទស្រីរាជា1469ដល់1485 4ព្រះបាទស្រីសូរិយោទ័យ1472ដល់1485 5ព្រះបាទធម្មរាជា1485ដល់1507រវាងក្សត្រ3អង្គខាងលើនេះបានធ្វើសង្គ្រាមវាយដណ្ដើមតំបន់កាន់កាប់រៀងខ្លួនដោយព្រះបាទស្រីរាជាដែលជាក្សត្រគ្រប់គ្រងរាជស្របច្បាប់ជាប់រវល់លើកទាត់ទៅវាយដណ្ដើមយកខេត្តខ្មែរមួយចំនួនពីសៀមវិញព្រះបាទស្រីសូរិយោទ័យដែលជាក្មួយក៏មានគំនិតក្បត់ឯព្រះធម្មរាជាដំបូងគ្មានគំនិតក្បត់ឡើយតែដោយជឿតាមការញុះញង់របស់មន្ត្រីខូចក៏មានគំនិតក្បត់ដែរព្រះបាទស្រីរាជាគ្រប់គ្រងតំបន់ភៀកឧត្តរពីលង្វែករយងសង្កៀសកូហាន់សុរិនដោយយកទីតាំងនៅអមរិនបូរជារាជធានីព្រះបាទស្រីសូរិយោទ័យគ្រប់គ្រងតំបន់ភៀកខាងកើតពីបាសានលង្ហោព្រៃនគររងដំរីព្រៃបាក់ដែងទៅទល់នឹងនគរចម្ប៉ាដោយយកទួលបាសានជារាជធានីព្រះបាទធម្មរាជាគ្រប់គ្រងតំបន់ភៀកខាងលិចពីភ្នំពេញកំពង់សោមព្រះត្រពាំងព្រះសួគ៌ក្រមួនសដូនណៃទៅទល់នឹងសមុទ្រដោយយកចតុមុខជារាជធានី6ព្រះបាទស្រីសុគន្ធបទ1507ដល់1512 7ព្រះបាទស្រីចេថាឬលួងព្រះស្ដេចកន1508ដល់1525ក្នុងរជ្ជកាលនេះទ្រង់បានមកសាងរាជធានីថ្មីដែលមានឈ្មោះថាក្រុងសន្លប់ពិជ័យព្រៃនគរនិងជាក្សត្រខ្មែរទី1ដែលបានបោះឲ្យមានរូបិយប័ណ្ណសម្រាប់រាជាយវាយក្តីសុខក្សេមក្សាន្តបានប្រហែលជា3ឬ4ឆ្នាំប៉ុណ្ណោះសង្គ្រាមស៊ីវិលក៏ចាប់ផ្ដើមផ្ទុះឡើងម្ដងទៀតរវាងព្រះបាទច័ន្ទរាជានិងស្ដេចកនអូសបន្លាយអស់រយៈកាល10ឆ្នាំដែលធ្វើឲ្យរាជរងទុក្ខវេទនាឥតស្រាកស្រានស្ទើរតែពេញមួយសម័យកាល